មានបងប្អូនខ្លះបានចោទថាខ្ញុំកាត់ទឹកដីទៅឲ្យថៃខ្ញុំចង់សួរតើពួកគាត់វិញតើពួកគាត់មានជំងឺខួរក្បាលឬយ៉ាងណាតើពាក្យត្រង់ណាដែលខ្ញុំបាននិយាយថាកាត់ទឹកដីទៅឲ្យថៃខ្ញុំអត់បាននិយាយថាឲ្យកម្ពុជាកាត់ទឹកដីទៅឲ្យថៃនោះទេតែគឺជាចោលខ្លួនឯងទេដែលជាអ្នកចូលមកប្លន់ទឹកដីខ្មែរដោយខ្លួនឯងម្យ៉ាងទៀតតើខ្ញុំមានអធិបុលអ្វីមានអំណាចអ្វីដែលនឹងអាចកាត់ក្នុងការកាត់ទឹកដីរបស់កម្ពុជាទៅឲ្យថៃបានតើបងប្អូនដែលបានចោទខ្ញុំថាជាជនក្បត់ជាតិដែលបានកាត់ទឹកដីទៅឲ្យថៃតើបងប្អូនគឺជាមនុស្សមានជំងឺវង្វេងវង្វាន់ដូចយ៉ាងណាយូរទៅនឹងដឹងអ្វីដែលជាការប៉ັດអស់ទឹកដីបានបាត់គឺដោយសារតែគេចូលមកប្លន់តែបើជាមកចោទខ្ញុំដែលជាមនុស្សនៅឆ្ងាយដល់ជើងមេឃគឺជាអ្នកកាត់ទឹកដីទៅឲ្យគេទៅវិញការប៉ັດទៅខ្ញុំគ្រាន់តែមិនចង់ឲ្យកម្ពុជាមានសង្គ្រាមជាមួយថៃម្ដងទៀតតែប៉ុណ្ណោះអ្វីដែលខ្ញុំបាននិយាយនោះគឺចោលគឺវាបានចូលមកប្លន់ផ្ទះរបស់យើងហើយចោលនឹងវាមានគ្នាច្រើនជាងមានអាវុធច្រើនជាងហើយយើងក៏ខំតតាំងជាមួយនឹងវាហើយប៉ុន្តែយើងមិនបានឈ្នះវាទេហើយឥឡូវនេះវាក៏បានធ្វើដបងពាត់យកផ្ទះរបស់យើងដូចនេះទៅយើងគឺត្រូវតែទៅហៅប៉ូលីសហើយប្រមូលរាប់ផុតតាំងយកទៅបង្ហាញដល់ប៉ូលីសមិនមែនតែច្បាំងជាមួយនឹងចោលបន្តទៀតទេដែលអាចបាត់បង់មនុស្សចូលទៅដល់100000នាក់ទៀតហើយចុងក្រោយផ្ទះរបស់យើងនឹងក៏វាមិនបានមកវិញដដែលតើការដែលយើងហៅប៉ូលីសឲ្យមកជួយវាគឺជាការកាត់ដីឲ្យចោលត្រង់ណាមុននឹងចោទខ្ញុំថាខ្ញុំកាត់ដីទៅឲ្យគេសូមទៅអានសម្លេងរបស់ខ្ញុំឲ្យបានយល់ច្បាស់ត្រឹមត្រូវជាមុនសិនមុននឹងបើកមាត់ចោទខ្ញុំ